បាទសួស្តីអ្នកនរគ្នាត្រឡប់មកវិញនៅក្នុងវីដេអូថ្មីនេះដែលនៅក្នុងវីដេអូមុនខ្ញុំបានបង្ហាញរួចពី Java Syntax ទាក់ទងជាមួយនឹងប្រភេទ data type នៅក្នុងភាសា Java ហើយនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអំពីអ្វីទៅជា wrap class នៅក្នុងភាសា Java អូខេឥឡូវយើងទៅទាំងអស់គ្នាទៅដោយនេះខ្ញុំបានបង្ហាញរួចហើយអូខេសុំទោសនេះ wrap class wrap class នៅក្នុងភាសា Java អូខេ wrap class វាគឺជា class មួយដែលផ្ដល់នៅយន្តការឬមធ្យោបាយសម្រាប់ convert primitive data type របស់យើងហ្នឹងទៅជា object type ឬក៏ object type ទៅជា primitive វិញចឹងហើយនេះគឺជាពពួកwrap class នេះគឺជា integer long tuple អញ្ចឹងទៅតែវាជា sub class នៃ abstract class number នេះជា hierarchy របស់វាអូខេអញ្ចឹង wrap class នេះគឺវាផ្ដល់នៅយន្តការសម្រាប់ convert primitive type ទៅជា object type និង object type ទៅជា primitive វិញដែលដំណើរការនោះវាមានចំនួន2គឺតាក់ទងជាមួយនឹង auto boxing ហើយនិង unauto boxing ហ្នឹងអញ្ចឹងអ្វីទៅជា auto boxing ឬក៏ unboxing ហ្នឹងនេះគឺជាការ convert ពី primitive ទៅជា object អញ្ចឹងយើងហៅវាថា auto boxing អញ្ចឹងនៅពេលដែលយើង convert ពី primitive ឧទាហរណ៍ជាយើងមាន integer មួយយើង convert ទៅជា integer ដែលជា wrap class របស់វាហ្នឹងអញ្ចឹងវាត្រូវបានហៅថា auto boxing តែយើងផ្ទុយទៅវិញបានន័យថាយើង convert ពី object នៃ class wrap class របស់វាហ្នឹងទៅជា primitive វិញគេហៅវាថា unboxing អញ្ចឹងយើងចូលទៅមើលឧទាហរណ៍ដែលខ្ញុំនឹងបង្ហាញតែម្ដងអូខេទី1ដោយសារតែ wrap class ហ្នឹងគឺវាដំណើរការជាមួយនឹង auto boxing ហើយនិង unauto boxing ហ្នឹងអញ្ចឹងខ្ញុំឧទាហរណ៍ជាមួយវាតែម្ដងគឺតើតើជាមួយនឹង auto boxing អូខេ auto boxing នេះគឺជាដំណើរការ convert ពី primitive data type ទៅជា object type អញ្ចឹងខ្ញុំនឹងប្រកាសនៅ integer មួយដែលខ្ញុំប្រើ n1 ទេទៅគឺខ្ញុំឲ្យវាស្មើនឹង10 40សំទោសអញ្ចឹងការ convert គឺយើងប្រកាសនៅ wrap class របស់វាអូខេនេះគឺជា wrap class របស់វាដែលខ្ញុំប្រើ integer អញ្ចឹងទៅអូខេយើងអាចទៅសេបានទេក៏បានដែរ integer dot អូខេដែលជា method របស់វាយើងអាចប្រើប្រាស់ method របស់វានេះក្នុងការ convert ក៏បានដែរនេះ value r នេះគឺជាទាញតម្លៃគឺតម្លៃរបស់វាហ្នឹងគឺខ្ញុំយកពី n1 នេះអូខេបានន័យថាវាបោះតម្លៃពី integer គឺជា primitive type នេះមកចូល object type ហើយអញ្ចឹងវាបោះមកតម្លៃមកឲ្យនេះ integer នេះអូខេអញ្ចឹងខ្ញុំនឹងធ្វើការ cout មួយដើម្បីបង្ហាញទិន្នន័យមក integer អូខេឥឡូវខ្ញុំ run ទៅនេះយើងឃើញតម្លៃ40ដែលអាសាញពីលើមកនេះហើយមកចូលបាយមួយទៀតហ្នឹងខ្ញុំនឹងធ្វើការប្រកាស integer អូខេ integer 1ស្មើនឹង new គឺជាក្នុងការបង្កើត object ចេញពី wrap class របស់វាហ្នឹង integer អូខេ new integer ខ្ញុំនឹងផាសតម្លៃ integer ដែលខ្ញុំដាក់ប្រកាសពីលើនោះមកអូខេនេះគឺ constructor របស់វានេះគឺយើងធ្វើការធ្វើការរបស់វាខាងក្នុងហ្នឹងយើងអត់ដឹងថាម៉េចទេបើគាត់ថា convert វាមិនគឺជា API របស់វាការ convert ទេអញ្ចឹងនេះគឺជាការផាសតម្លៃទៅ constructor របស់វាយើងអាចដូចខាងលើដែរគឺវាផាសមកឲ្យតម្លៃ object នេះ object integer 1អញ្ចឹងយើង cout មួយទៀតមកហើយ integer 1k
អូខេចេញដូចគ្នានេះគឺជាដំណើរការនៃការប្រើប្រាស់នៅ auto boxing គឺ rapper ខ្លះគឺវាដំណើរការរវាងចំណុចពីរហ្នឹងគឺ auto ហើយនិង unauto អញ្ចឹងជំនួសសួរថាចុះវាធ្វើការជាមួយ rapper ខ្លះរបស់វាចុះបើយើងប្រើប្រាស់នៅដូចជា class float អីជា float អីចឹងអាចទៅរួចអត់ឥឡូវយើងនឹងសាកល្បងតែម្ដង float អូសំទោសខ្ញុំអូខេប្រើ float ចឹងទៅ float f1 ស្មើនឹង new ស្មើនឹង new float ទេហើយខ្ញុំនឹងផាសតម្លៃ integer ដាក់មិញហ្នឹង integer 1អូខេខ្ញុំ sys out វាមួយទៀតមកអូ sorry sys out k s1 អាចដាក់បានដោយសារតែតម្លៃវាតូចជាងតម្លៃ f1 នេះទេអញ្ចឹងដាក់បានអូខេអញ្ចឹងយើងប្រើប្រាស់នៅ float បែបនេះហើយយើងច្រកតម្លៃ in ចូលទៅអាចទៅរួចព្រោះវារវាង in និង float គឺ in វាតូចជាងអញ្ចឹងដាក់ចូលបានអត់អីទេហើយនេះចំណុចមួយទៀតគឺយើងបើសិនយើងនិយាយថាតើយើងអាច cache សំទោសconvert ពី float មកកាន់ integer បានអត់គឺអត់បានតែម្ដងគឺវាធ្វើការជាមួយ rapper ខ្លះរបស់វា integer ធ្វើជាមួយនឹង integer float ជាមួយនឹង float អញ្ចឹងខ្ញុំសាកព្យាយាមធ្វើឲ្យវាខុសពីអ្វីដែលវាធ្វើទៅបានឥឡូវយើងដាក់ float មួយមក s2 យ៉ាងមកខ្ញុំឲ្យស្មើនឹង new float ខ្ញុំដាក់តម្លៃចូលខ្ញុំឲ្យប៉ុណ្ណេះចូលអូខេឥឡូវខ្ញុំឲ្យ integer មួយដែលមាន int1 int2 យ៉ាងមកស្មើនឹង f2 នេះទៅអត់រួចទេព្រោះ integer មិនអាច convert ពី float ហ្នឹងមកចូល integer ទេ integer វាតូចជាង float អត់ទៅរួចទេអញ្ចឹងខ្ញុំមិនបង្ហាញទេឥឡូវតាក់ទងជាមួយនឹងunboxing ទៅវិញអូខេ unboxing ដែល unboxing នេះគឺវាជាការ convert ពី object type ទៅជា primitive type វិញអញ្ចឹងខ្ញុំនឹងឧទាហរណ៍តែម្ដងគឺ integer ដែលហ្នឹង integer អូខេ sorry integer 1ស្មើនឹងគេដាក់ new integer ចេះបានហើយ integer ហើយយើងដាក់តម្លៃចូល475នេះអូ integer 1មានមួយហើយអញ្ចឹង integer 2ហើយយើងប្រកាសនៅ integer មួយទៀតដែលវាជា primitive type នេះ int3 ស្មើនឹង integer 2អូខេវានឹងបោះតម្លៃពី object type ខាងលើនេះគឺជា object type នេះអញ្ចឹង constructor របស់វាគឺដើមតម្លៃរបស់វាគឺប៉ុណ្ណេះហើយនឹងវានឹងបោះតម្លៃobject type ហ្នឹងមកចូល primitive type នេះអញ្ចឹងយើងធ្វើការ sys out វាមួយមក integer 3 អូខេដល់ពេលយើង run យើងនឹងឃើញហើយនេះឥឡូវយើងដាក់ត string ទៅល្អមើលបន្តិចណាprimitive អូខេprimitive នេះយើងនឹងឃើញហើយចំនួន475នេះគឺជាការប្រើប្រាស់នៅ unboxing ដែលផ្ទុយជាមួយនឹង auto unboxing នេះអញ្ចឹងបើសិនជានៅមានចំណុចខ្វះខាតអីយើងអាច comment ឬក៏ដូចជាណែនផ្ដល់ជាមតិយោបល់បន្តទៀតមកដើម្បីកែលម្អទៅហើយដោះដូរនៅចំណេះដឹងគ្នាទៅឥឡូវនៅវីដេអូបន្ទាប់ហ្នឹងខ្ញុំនឹងបង្ហាញអំពីអ្វីទៅជា casting ដែលនៅក្នុងភាសា Java គឺប្រើប្រាស់ casting ដែរអញ្ចឹង casting វាសំខាន់ដែល developer គួរតែយល់ដែរ
បើយើងមិន casting ទេក៏វាពិបាកដែរនៅក្នុងហ្នឹងអញ្ចឹងនៅក្នុងវីដេអូក្រោយខ្ញុំនឹងធ្វើការបង្ហាញអំពី casting អរគុណច្រើន